Chúng tôi cóគ្នាចំពោះវីដេអូនេះយើងនឹងរៀនពីការប្រើប្រាស់ Visual Code បន្តពីវីដេអូមុនដែលយើងរៀនពីការ set up scene environment ដូច្នេះដើម្បីប្រើ Visual Code បានយើងអាចចុចនេះមកបន្តមកវាយពីគេ Visual Code នេះគឺជា IDE មួយក្នុងការសរសេរភាសាផ្សេងវាជា open source យើងអាចដោន extension ទៅដើម្បីកាន់កូដផ្សេងបានយើងបើកវាមកអញ្ចឹងយកល្អយើងអាចបង្កើត folder មួយដើម្បីងាយស្រួលក្នុងការធ្វើ project ជាឧទាហរណ៍ខ្ញុំបង្កើត folder មួយក្នុង OneDrive ខ្ញុំដាក់ក្នុង file CDT C programming អញ្ចឹងខ្ញុំទុកកូដខាងហ្នឹងឬក៏ខ្ញុំអាចបង្កើតមួយទៀតខាងនេះfolder មួយទៀតបាន CDT C test តែយើងដាក់ទេយើង select folder ហ្នឹងមកហើយយើងយកពាក្យ trust the author មានតែយើង trust ទៅលើ OneDrive ហ្នឹងតោះយើងនឹងបាន folder ហ្នឹងហើយអញ្ចឹងដើម្បីកាន់កូដបានយើងអាចចុចកន្លែងនេះក៏បានដែរនេះហើយវាយពាក្យឈ្មោះមក .c នឹងជាកន្ទុយអង្គុយថាអញ្ចឹងឬក៏យើងអត់ចង់ធ្វើអញ្ចឹងទេយើងប្រើជា command line ក៏បានដែរយើងចុចយើងយក control ក្បៀសឬក៏យកពាក្យ terminal នេះដាក់ពាក្យ new terminal មកនេះ control c ក្បៀសនេះ you see here អញ្ចឹងវានឹងរានចូលទៅក្នុង OneDrive របស់យើងដាក់ install វាទៅវាល្អដែរបន្ទាប់មកយើងប្រើពាក្យកូដ command code ដាក់ឈ្មោះមក test.c អានេះឈ្មោះក៏បានដែរខ្ញុំដាក់ឈ្មោះ test ចឹងទៅ .c អញ្ចឹងវានឹងការធ្វើការបង្កើតfile test មកនេះអញ្ចឹងយើងអាចប្រើធម្មតាមកយើងវាយជាបែបធម្មតាមកនេះជា syntax របស់ C អញ្ចឹងខ្ញុំសរសេរ hello world ធម្មតាមួយចោះនេះយើងអាចតែសេរី extension នេះមកនៅ extension មកកណ្ដោយើងអាចសេរីដើម្បីស្រួលទៅសេខ្លួនឯងមកprint s ខ្ញុំដាក់ hello ធម្មតា hello អញ្ចឹងកូដនេះវានឹង print hello អញ្ចឹងដើម្បីកាន់បានយើងអាច down extension code runner ក៏បានដែរដើម្បីឲ្យវាលឿនខ្ញុំអត់សុំ down extension មក down extension ខ្លួនឯងមកខ្ញុំអត់បាន down ទេហើយខ្ញុំចុចពាក្យcontrol ln ហ្នឹងវានឹងកាន់តែតែខ្ញុំអត់ទាន់ extension អញ្ចឹងវាអត់កាន់ទេអញ្ចឹងខ្ញុំសុំប្រើជា command interface ទៅវាស្រួលជាងឬក៏យើងអាចដូចនិយាយយ៉ាងដើម្បីកាន់បានស្រួលទេគឺយើងគ្រាន់តែដោត extension មកដោយសារវាជា open source អាចដោត extension បានដោយ code runner C+ extension pack នេះដោតវាទុកមកវាល្អអញ្ចឹងខ្ញុំសូមបរៀនប្រើ command line វិញអញ្ចឹងឲ្យប្រើ command line បានយើងប្រើពាក្យcomplete cell វាសិនបន្តមកយើងចាប់ផ្ដើមប្រើ command មួយគឺ GAC វាថាជា compiler របស់យើងដាក់ឈ្មោះមកឈ្មោះអី .c .o មិន output មកគឺកន្ទុយខាងក្រោយវាគឺដាក់ .exe អញ្ចឹងពេលប្រើ command ប៉ុណ្ណឹងវានឹងបង្កើត file exe មួយវាយូរបន្តិចដោយសារយើងទៅបង្កើតនេះវាបាន file exe មួយនេះបន្តមកយើងនឹងប្រើពី ./test.exe ./ នេះក្នុង command មានថា open មានថា open អាមួយនេះអញ្ចឹងពេល open មកវាធ្វើការបង្កើតពាក្យអីគេពាក្យ hello ប៉ុន្តែវាយូរបន្តិចនេះដោយសារយើងទៅបង្កើតហ្នឹងចាអញ្ចឹងបានពាក្យ hello មកហើយអញ្ចឹងគឺជាការប្រើ Visual Code កម្រិតទី1ក្នុងការកាន់កូដ C អញ្ចឹងខាងនេះយើងមាន extension ច្រើនអាច down មកដូចជាបើយើងអត់ចង់ប្រើនេះទេយើងអាចវាយ code runner មកហើយ control ln វានឹងកាន់កូដហើយនេះក៏បានដែរ control F5 ក៏វាអាចកាន់កូដបានដែរតែខ្ញុំអត់ទាន់ extension អញ្ចឹងប្រហែលជាអត់កាន់កើតទេវាអត់ extension នេះ install an extension for C so you need to down extension first ចឹងអានេះវារៀនខ្លួនឯងបន្ថែមទៀតទៅលើការ down extension ខ្ញុំនឹងធ្វើវីដេអូក្រោយបើសិនជាអាចតាក់ទងជាមួយនឹងការតម្លើង extension ចឹងវីដេអូមួយនេះយើងសូមប៉ុណ្ណេះតិចតាក់ទងជាមួយនឹងការរ៉ានកូដនៅលើ Visual Code ការប្រើប្រាស់ Visual Code នេះ terminal នេះមួយទៀតចំពោះការប្រើប្រាស់ command ចាស់យើងសរសេរហើយយើងអត់ចង់សរសេរជាលើកទី2ទេអញ្ចឹងនៅលើ keyboard របស់យើងមាន arrow ទៅលើ arrow ដូច Chrome ទៅអត់អញ្ចឹងនៅពេលចុច arrow ទៅលើវាធ្វើការយក command ចាស់យើងមកនេះអញ្ចឹងថាយើងខ្ជិលសរសេរថាយើងអាចប្រើចឹងមកកែឈ្មោះឲ្យមកឈ្មោះថ្មីទៅ egg.c អញ្ចឹងធ្វើក្រោយដូចគ្នាគឺ egg.exe ដូរទៅកតុយទេនេះដោយសារវាកៀងបន្តិចតែអត់អីទេយើងអាចប្រើវាបានហើយចំពោះការ open នេះ ./
តន់នេះជាការប្រើប្រាស់ comment យើងអាចប្រើ arrow ឡើងលើចុច Chrome បានហើយកូដនេះដើម្បីធ្វើអីបង្កើត file ហើយក៏ទៅឃើញ .c ប៉ុណ្្នឹងឯងហើយចំពោះការ clear comment ដែល comment នេះសេច្រើនយ៉ាងងាយពេកយើងប្រើពាក្យcls វានឹង clear ឬក៏យើងអាចសេពេញទៅបាន clear ហ្នឹងក៏វា clear ដែរឬក៏សេខ្លី cls ដោយសារវាប្រើលើ PowerShell ជាងអាចប្រើបានទាំងពីរនេះជាការប្រើប្រាស់ comment សូមអរគុណចំពោះការតាមដានវីដេអូ